បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានៃ Channel PTM News សម្រាប់ថ្ងៃនេះគឺជាថ្ងៃទី21នៃខែតុលាឆ្នាំ2025ហើយក្នុងថ្ងៃនេះខ្ញុំមានអត្ថបទព័ត៌មានមួយពាក់ព័ន្ធនឹងករណីអគ្គិភ័យកើតមាននៅឯប្រទេសថៃក្នុងថ្ងៃនេះរហូតទៅដល់2ករណីដូច្នេះហើយដោយអ្វីដែលខ្ញុំនិយាយប្រាប់បងប្អូនពីវីដេអូមុនកន្លងទៅហើយថាប្រទេសថៃគឺជួបគ្រោះអគ្គិភ័យនេះក្នុងមួយថ្ងៃមិនក្រោម2ករណីទេឥឡូវនេះបងប្អូនកុំឲ្យចំណាយពេលវេលាយូរយើងទៅលម្អិតនៅករណីនេះតែម្ដងករណីអគ្គិភ័យទី1គឺកើតឡើងក្នុងការផ្ទុះរោងចក្រផលិតកាំជ្រូចនៅឯខេត្តអាងថុងនៅវេលាម៉ោងប្រមាណជា12ថ្ងៃត្រង់ថ្ងៃទី21ខែតុលាឆ្នាំ2025នេះតែម្ដងមានការផ្ទុះកើតឡើងនៅឯរោងចក្រផលិតកាំជ្រួចមួយកន្លែងស្ថិតនៅឃុំភូសាស្រុកមឿងខេត្តអាងថុងប្រទេសថៃហើយហេតុការណ៍នេះបណ្ដាលឲ្យមនុស្សម្នាក់គឺរងរបួសនិងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យអាងថុងជាបន្ទាន់ហើយកន្លែងកើតហេតុគឺជាផ្ទះលំនៅឋានដែលមានរោងចក្រផលិតកាំជ្រួចនៅពីក្រោយក្រុមអ្នកសង្គ្រោះនិងមន្ត្រីក្រុងភូសាបានរួមគ្នាប្រើប្រាស់ឧបករណ៍និងរថយន្តពន្លត់អគ្គិភ័យដើម្បីពន្លត់អគ្គិភ័យនេះប៉ុន្តែភ្លាមនោះមានការផ្ទុះមួយទៀតបានកើតឡើងខណៈពេលដែលក្រុមជួយសង្គ្រោះកំពុងតែបាញ់ទឹកពន្លត់ភ្លើងក្នុងការផ្ទុះមួយទៀតបានកើតឡើងបណ្ដាលឲ្យអ្នកសារព័ត៌មានប៉ូលីសមន្ត្រីក្រុងនិងមន្ត្រីសន្តិសុខបងប្អូនណាប្រញាប់រត់ចេញពីកន្លែងកើតហេតុភ្លាមហើយជាសំណាងល្អគ្មានអ្នកណាម្នាក់រងរបួសបន្ថែមទៀតទេហើយបច្ចុប្បន្នប៉ូលីសបានហាមឃាត់មិនឲ្យអ្នកពាក់ព័ន្ធចូលទៅក្នុងតំបន់នោះទេដើម្បីធានាសុវត្ថិភាពព័ត៌មានលម្អិតបងប្អូនណាពាក់ព័ន្ធនឹងហេតុការណ៍នេះគេនឹងធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតពាក់ព័ន្ធនឹងករណីនេះជាករណីទី1ដែលកើតមាននៅឯខេត្តអាងថុងប្រទេសថៃករណីផ្ទុះនៅរោងចក្រផលិតកាំជ្រួចមួយកន្លែងបងប្អូនឥឡូវនេះយើងចូលទៅករណីទី2ពាក់ព័ន្ធនឹងអគ្គិភ័យឆាបឆេះផ្ទះឈើមួយខ្នងនៅឯខេត្តអយុធ្យានៅវេលាម៉ោងប្រមាណជា2ថ្ងៃរសៀលនេះថ្ងៃទី21ខែតុលាឆ្នាំ2025ដដែលកម្លាំងអន្តរាគមន៍សហគមន៍អយុធ្យារួមទាំងអង្គភាពជួយសង្គ្រោះអយុធ្យានិងក្រុមអ្នកពន្លត់អគ្គិភ័យនៅឯក្រុងសំផាឡុំបានចេញទៅគ្រប់គ្រងស្ថានភាពអគ្គិភ័យដែលបានកើតឡើងនៅឯផ្ទះលំនៅឋានមួយកន្លែងស្ថិតនៅក្នុងសង្កាត់ទី7ស្រុកសំផាឡុំខេត្តនគរសីអយុធ្យាក្រុងសីអយុធ្យាប្រទេសថៃអគ្គិភ័យនេះបានឆាបឆេះផ្ទះឈើទាំងមូលយ៉ាងសន្ធោសន្ធៅហើយក៏ឆាប់រហ័សផងដែរអ្នកពន្លត់អគ្គិភ័យបានប្រញាប់ប្រញាល់បាញ់ទឹកក្នុងការពន្លត់ក្នុងកម្រិតមួយដើម្បីទប់ស្កាត់មិនឲ្យភ្លើងឆេះរីករាលដាលទៅកាន់ផ្ទះអ្នកជិតខាងបន្តទៀតទេហើយបច្ចុប្បន្នអគ្គិភ័យគឺត្រូវបានគ្រប់គ្រងបានហើយក៏កំពុងត្រូវបានត្រួតពិនិត្យយ៉ាងជិតស្និទ្ធនៅនឹងកន្លែងកើតហេតុប៉ូលីសនិងមន្ត្រីបងប្អូនណាកំពុងតែរងចាំដើម្បីស៊ើបអង្កេតអំពីមូលហេតុនៃអគ្គិភ័យនេះដូចគ្នានិងវាយតម្លៃនៃការខូចខាតបន្ថែមទៀតនេះជាករណីទាំងពីរដែលកើតមាននៅឯប្រទេសថៃសម្រាប់ថ្ងៃទី21ខែតុលាឆ្នាំ2025ករណីអគ្គិភ័យកើតមានចំនួន2ករណីដែលយើងរាប់ចាប់តាំងពីម៉ោង7ព្រឹករហូតមកដល់ម៉ោង4ល្ងាចនេះបងប្អូនណាគឺថាមានករណីអគ្គិភ័យរហូតដល់2ករណីដូច្នេះហើយប្រសិនបើមានករណីណាផ្សេងទៀតដែលកើតមានបន្តខ្ញុំនឹងធ្វើការអាប់ដេតជូនបងប្អូននៅថ្ងៃស្អែកឬក៏ម៉ោងពេលវេលាបន្តទៀតប៉ុន្តែមកទល់នឹងពេលនេះយើងទទួលបានតែ2ករណីនេះទេដូច្នេះហើយបងប្អូនសូមអរគុណបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដែលមានតម្លៃតាមដានអត្ថបទនេះតាំងពីដើមរហូតដល់ចប់ហើយពិសេសក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែជួយគាំទ្រទៅដល់អត្ថបទវីដេអូរបស់ខ្ញុំបាទប្រសិនបើបងប្អូនថ្មីចូលមកបើពេញចិត្តកុំភ្លេចជួយចុច like ជួយចុច subscribe ដើម្បីទទួលបាននូវអត្ថបទពាក់ព័ន្ធជាមួយនឹងករណីគ្រោះអាសន្នគ្រោះមហន្តរាយផ្សេងដែលកើតមាននៅប្រទេសថៃខ្ញុំនឹងធ្វើការអាប់ដេតជូនបងប្អូនជារៀងរាល់ថ្ងៃដូច្នេះនៅក្នុងពេលនេះខ្ញុំបាទ PTM News ក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយជាបន្តទៀត